សួស្តីនេះយើងថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទ MG ម្ដងទៀតហើយថ្ងៃនេះយើងមកធ្វើវីដេអូតពីវគ្គមុនហ្នឹងគ្នាយើងវគ្គមុនក៏ខ្ញុំបានប្រាប់គ្នាយើងពីការចូលវាយដនចិនរួចហើយវគ្គនេះខ្ញុំចូលមកភ្លាមនេះយើងចូលមកដនចិន spawn ទៀតហើយវា spawn នៅកោះ Luffy ទេអញ្ចឹងខ្ញុំវាយដាច់តែថាខ្ញុំវាយតែអញដាច់គ្នាយើងខ្ញុំបានគ្នាយើងមកជួយគ្នាយើងគាត់អ្នកនៅក្នុង Discord មកជួយខ្ញុំអត់ទាន់ដឹងតារ៉េងអីទេបើរ៉េងកាន់តែខ្ពស់កាន់តែល្អនេះហើយខ្ញុំឡើងអាចដើរនេះឡើងងាកធ្លាក់បាក់ឡើងទៅក៏ឥឡូវយើងចូលមើលសិនទៅរ៉េងអេសអ្នកនេះល្អអាហ្នឹងអ្នកនេះឃើញដាវវាវាយទៅមានឱកាសធ្លាប់បានដាវទៀតអានេះយើងចុចចឹងមកយើងក៏ឲ្យគាត់ join តាមយើងមកអានេះរ៉េងអេសចឹងប្រហែលជាច្រើនជាន់គ្នាយើងឡើង9ជាន់ណានេះយើងខ្ញុំវាយបំផុតនេះខ្ញុំបញ្ជាក់តិចបើអ្នកនរគ្នានៅខ្សោយចឹងធ្វើប៉ិនខ្ញុំអីអ្នកនេះចូលវាយអដនចិនឲ្យកូនចៅចកចែមកចាប់អស់មកគ្នាហើយអ្នកនរគ្នាយើងចាប់បានមិនទាន់ប្រើទេយើងទុកវាយកចេញទៅ farm level ក្រៅវិញយើងប្រើសមោចាស់យើងសិនទៅព្រោះអាសមោចាស់យើងវា level ខ្ពស់ចឹងណាគ្នាយើងហើយដើម្បីវាឈឺហើយអានេះខ្ញុំប្រាប់អ្នកនរគ្នាតិចនេះបិទអាទី3នេះទៅសមោយើងពេលសមោយើងវាយអត់ឃើញ skill ទេហើយខ្ញុំប្រាប់អ្នកនរគ្នាកន្លែងមួយទៀតនេះខ្ញុំហៅ pro នេះមកសិននេះឃើញសមោគាត់អត់ដល់ពេលយើងចុចបិទអាទី2នេះទៅយើងលេងឃើញសមោគាត់ហើយគ្នាយើងតែបិទចឹងទៅយើងមើលលេងឃើញសមោគេចឹងយើងអត់សូវគាំងតែសមោច្រើនពេកទូរស័ព្ទយើងកធាក់ហើយនេះយើងវាយមកដល់មេហើយមេគេខ្ញុំអត់សូវស្គាល់ឈ្មោះដែរអានេះនៅក្នុងរឿង One Piece មេនេះខ្ញុំវាយតែវាយមិនដាច់ទេគ្នាយើងតែខ្ញុំមានគ្នាអញ្ចឹងស្រួលទៀតអីទេយើងវាយអស់តែឈាមបន្តិចទៅគាត់ដាក់តាមម្ដាទៅយកបានអាមេនេះរឿងអេសខ្លាំងគួរសមនេះយើងនៅឃើញប្រូមួយនោះដូចអៀនកាមេរ៉ាមិនឯងឡើងទៅពួនគៀនសណាណៃប្រហែលជាគាត់ខ្លាចកាមេរ៉ាមើលទៅនោះឡើងទៅឈោលើបកគោលណាណៃខ្ញុំចំណាយពេលវាយចង់10នាទីហើយឥឡូវយើងបានដើម្បីច្រើនគួរសមហើយយើងឲ្យគាត់មកចូលវាយមកគាត់ដាក់តាមម្ដាដាច់ហើយបាននេះអ្នកនរគ្នាចាប់វាបានហើយឃើញ load animation លុយមកអូនឯងមកធ្វើកូនចៅបងមិនខ្វល់អីច្រើនទេឯងមកធ្វើកូនចៅបងឯងទៅវាយអត់ឈ្នះគេឯងបងកាត់ឲ្យអូនទួចឯងកវត្តឆ្កែស៊ីមកហើយនៅនេះយើងចាប់បានហើយវីដេអូនេះរៀងវែងគួរសមណាស់នេះយើងខ្ញុំមកប្រាប់នេះយើងច្រើនតិចខ្ញុំវាយដនចិនរួចចេញមកចំអាដនចិននៅកោះដំបង spawn មកអាដនចិនហ្នឹង spawn នៅនាទីទី45មកគ្នាយើងតែនាទីទី45ដឹងតែវា spawn ណាវា spawn ដូចជាតាប្រមាណតែ3 10នាទី4 10នាទីហ្នឹងគ្នាយើងអាហ្នឹងយើងចូលវាយទៅ5ជាន់បានមេមួយគ្នាយើងតែឥឡូវកូនចៅខ្ញុំ level ទូចពេកគ្នាយើងចឹងប្រហែលជាវាយអត់ទាន់ដាច់ទេខ្ញុំសុំធ្វើការទៅ farm level បន្តិចសិនខ្ញុំមក farm បន្តពីកោះ Luffy នេះយើងកោះបើខ្មោចឥឡូវខ្ញុំ farm បាន level គ្រាន់បើនេះយើងចិត្តមកចឹងខ្ញុំគិតថាខ្ញុំអាចនឹងទៅវាយដនចិនហ្នឹងដែរដនចិននៅកោះដំបងមួយហ្នឹងឈាមវាដូច B គ្នាយើងខ្ញុំទៅវាយត្រឹម5ជាន់ចាប់យកសមោអ្នកទាំងអស់គ្នាមើលមួយឥឡូវបានទេប៉ុណ្ណឹងខ្ញុំ reset ឲ្យខ្យល់ហោះយូរថ្ងៃនេះអត់មានកូដឲ្យអ្នកទាំងអស់គ្នាទេតែឥឡូវយើងមកដល់ហើយអ្នកទាំងអស់គ្នាអាចមើលដើម្បីកូនចៅខ្ញុំបានប៉ុណ្ណឹងខ្ញុំគិតថាវាយដាច់ហើយ36B គ្នាយើងអាដនចិននេះមានឡើង100ជាន់ណាគ្នាយើងតែអត់មានអ្នកវាយដល់ទេជាន់ទី100អ្នកខ្លាំងបំផុតតាមខ្ញុំស្មានទៅវាយដល់ត្រឹមជាន់ទី50ឬក៏55ហ្នឹងឯងគ្នាយើងនេះឃើញ point ទេគ្នាយើងដាក់តាមដៃដាច់ហើយនេះបងអ្នកនរគ្នាអត់តន់មានរ៉េងល្អទេអ្នកនរគ្នាចាប់យកទៅអាហ្នឹងវារ៉េង A អ្នកនរគ្នាគ្រាន់បើដែរអ្នកនរគ្នាវាយដាច់វា load ទ្វាយើងចូលនេះយើងទៅជាន់បន្តទៀតអាហ្នឹងខ្ញុំប្រាប់នេះយើងម្ដងទៀតយើងវាយបាន5ជាន់ spawn មេមួយនេះយើងហើយយើងវាយមេហ្នឹងមកដូចជាជាន់ទី5ទី10ទី15ហ្នឹងរ៉េង S គ្នាយើងទី20អីហ្នឹងដូចជារ៉េង 10S គ្នាយើងហើយបើជាន់ទី30វិញរ៉េង G គ្នាយើងអាហ្នឹងយើងវាយដាច់មួយជាន់ឡើងឲ្យយើង1នាទីនេះហើយយើងមកដល់ជាន់ទី5ហើយខ្ញុំវាយមេអាណាគ្នាមើលមួយនេះខ្ញុំគ្រាន់តែមកបង្ហាញដល់ទាំងអស់គ្នាមួយនេះយើងពេលវាយដាច់ហើយចាំខ្ញុំប្រាប់អ្នកនរគ្នាឲ្យអ្នកនរគ្នាទៅវាយកោះសមោចហ្នឹងវា spawn ដូចតែដនចិននេះទេណា1ម៉ោងវា spawn ម្ដងហើយវា spawn ម្ដងកោះសមោចតែ5 10នាទីនេះយើងឥឡូវវាយដាច់ហើយចាំអត់បាននេះយើងសោយខ្ញុំអាចវាយដល់ជាន់ទី10អីហ្នឹងគ្នាយើងតែខ្ញុំខ្ជិលវាយព្រោះកោះសមោចចិត្ត spawn ហើយខ្ញុំចេញតែវាយកោះសមោចឲ្យគ្នាយើងមើលវិញឥឡូវគ្នាយើងខ្ញុំចេញមកចាំមកផ្លែឥឡូវកោះសមោច spawn ហើយនោះ
ដល់ពេលកោះនឹង spawn អ្នកនរឃើញអត់មិញហ្នឹងមានរូបក្បាលស្រមោចកោះហ្នឹងមានពី rank E ដល់ rank S គ្នាយ៉ាងអាកូនចៅវាហ្នឹងវានៅមានរាជនីនៅមានស្ដេចវាទៀតហើយវីដេអូនេះខ្ញុំមកវាយយកទាំងអស់ហ្មងឲ្យអ្នកទាំងអស់គ្នាមើលបើថាខ្ញុំវាយយករាជនីរកស្ដេចវាគឺអត់បានទេម្នាក់ឯងដោយសារមានគ្នាជួយដមិចតិចហ្នឹងរាងទូចតាមហ្នឹងនេះយើងឥឡូវខ្ញុំចាប់បានហើយមើលរាងវាអានេះរាង E ហ្នឹងគ្នាយើងបើឈាមវាតាប្រហែល K ហ្នឹងបើជាឈាមមួយនេះចូល 100K អាហ្នឹងដូចជារាង D គ្នាយើងហ្នឹងហើយរាង D គ្នាយើងបើឈាមវា M ត្រឹម 6M ឬក៏ 10M អីអាហ្នឹងរាង C គ្នាយើងនេះហើយអ្នកនរគ្នាប្រកាសជាឆ្ងល់ខ្ញុំយករ៉េងទូចហ្នឹងមកថាអីបើខ្ញុំមានរ៉េងធំអីខ្ញុំយកអាហ្នឹងគេត្រូវការយកពីរ៉េង E ដល់រ៉េង S ណានេះយកទៅផ្គុំអានេះគុំនៅកោះដំបងហើយបាន10រ៉េង 10S គ្នាយើងហើយរ៉េង B ឈាមវាដូចជា 100-200M អីគ្នាយើងឥឡូវខ្ញុំធ្វើការមកវាយរាជនីវាមកទៅអាខាងវានេះសិតតែរ៉េង A នេះយើងអាហ្នឹងអ្នកនរគ្នាវាយអាពួកហ្នឹងងាប់4ក្បាលហើយបានវាយរាជនីវាអស់ឈាមអាហ្នឹងយើងវាយដាច់4ហើយយើងវាយរាជនីវាអស់ឈាមបន្តិចវា spawn មកម្ដងទៀតអាហ្នឹងគ្នាតោះយើងវាយដាច់4ដងអាកូនចៅសងខាងហ្នឹងវាយដាច់4ដងមិនយើងវាយរាជនីវាដាច់ឥឡូវខ្ញុំចាប់វាបានសារ៉េង A នេះនេះដល់វគ្គវាយរៀងយូរបើនេះអ្នកនេះឃើញឈាមវាប៉ុណ្ណឹងអាស្មោចសងខាង4មីហ្នឹងវាឈប់ spawn នេះឥឡូវខ្ញុំឲ្យគាត់ប្រហើយចាប់បានមកអូយអត់បានទេនេះយើងនេះស្ដាច់វា spawn ហើយអូនមួយហ្នឹងចេញមកលយហ្មងចេញមកកាយឲ្យដូចទូកប្លែងមិនខុសពីអ្នកមើលប្រហែលទេស្រឡាញ់គេម្នាក់ឯងឥឡូវយើងចំណាយពេលវាយទូកប្លែងមកផ្លែតែអានេះខ្ញុំដាក់គុណចង់20គ្នាយើងខ្ញុំវាយវាយូរហើយមែនទេវាយឲ្យបានតែមេ30ធីទៅហើយឲ្យបាន30ធីទៅនេះយើងតែនេះទៅបានចាប់វានេះឥឡូវខ្ញុំខុសហើយខ្ញុំឲ្យគាត់មកវាយចាប់បានហើយអូបាននេះយើងបានអូខ្ញុំនិយាយមែនខ្ញុំមកចាប់លើកទី1បានណានេះយើងបងអាមុនវិញខ្ញុំមកចាប់ 5-6 ដងអាហ្នឹងរ៉េង 10S គ្នាយើងហើយដមិចវាឈឺគួសមនេះយើងបើថាយើងលេងដបងអីមានតែយកសមោហ្នឹងឯងខ្លាំងជាងគេនេះនេះឈាមអសធីអាហ្នឹងរ៉េង S នេះយើងអាហ្នឹងដូចជា10ធីឥឡូវខ្ញុំបានគ្រប់អស់ហើយនៅខ្វះតែ S ហ្នឹងមួយទេខ្ញុំផ្គុំបានដល់រ៉េង 10S ចាប់អត់បានទេនេះយើងហើយខ្ញុំដើររកអស់ហើយនេះយើងមកកោះហ្នឹងអស់ហើយរ៉េង S ហ្នឹងឥឡូវយើងមកដល់កោះដំបងវិញហើយចាំខ្ញុំផ្គុំសមោចអ្នកនរគ្នាមើលនេះអាស្ដាច់សមោចនៅកោះវិញហ្នឹងខ្ញុំខ្ជិលហ្វាមណានេះដាក់ចេះក៏ដឹងចំនួនដមិចវាដែរនេះចង់ដឹងអាណាអ្នកនរចុចឡើងហ្នឹងទៅដូចខ្ញុំមានរ៉េង 10S អញ្ចឹងដល់ពេលខ្ញុំដាក់ទៅដាក់ឲ្យអ្នកនរវាយ level វាទៅមើលវាមិន level ប៉ុន្មានឥឡូវខ្ញុំវាយសិនរ៉េង 10S ឥឡូវខ្ញុំដាក់ចុចយកទៅនេះយើងនេះមិចវា225 level នេះយើងហើយdamageវិញ 696.71B នេះយើងហើយបើថារ៉េងយើងខ្លួនយើងណានេះវាយរ៉េងបានទៀតចាំខ្ញុំបង្ហាញអ្នកនរវីដេអូក្រោយព្រោះអាហ្នឹងចាយពេលរៀងយូរដែរនេះយើងធ្វើការ farm សិនមកឲ្យវាបានដើរល្អសិនចូលវាយស្រួលហើយអ្នកនរនេះកន្លែងគុំយករ៉េង 10S នេះយើងដាក់ទៅនេះតាំងពីរ៉េង E ដល់រ៉េង S ទៅឥឡូវខ្ញុំមានចង់គ្រប់អស់ហើយនៅខ្វះតែរ៉េង S មួយទេគ្នាយើងអើយមិញហ្នឹងខ្ញុំវាយអត់បានហងខ្ញុំមានដំណឹងប្រាប់ទៅអ្នកទាំងអស់គ្នាបន្តិចសម្រាប់គ្នាយើងណាដែលគាត់ចង់លេងហ្គេមអរ៉ាយជុំគ្នាឲ្យតែហ្គេមនៅក្នុង Roblox គ្នាយើងអាច join Discord ខ្ញុំបានក្នុង Discord ហ្នឹងសិតតែខ្មែរយើងអាចលេងជុំគ្នាអ្នកទាំងអស់គ្នាចូលទៅតាមចំណង់ចំណូលចិត្តយើងអ្នកនេះចង់លេង Block Fruit ក៏បានអរ៉ាយក៏បាន Fish ក៏បានហើយខ្ញុំមាន private ឲ្យអ្នកទាំងអស់គ្នាលេងទៀតនេះយើងលេង Discord ដាក់នៅក្រោម description ហើយខ្ញុំមាន private ឲ្យអ្នកទាំងអស់គ្នាលេងទៀតអ្នកទាំងអស់គ្នាចូលលេងទៅគ្នាច្រើនសប្បាយហើយខ្ញុំក៏អរគុណគ្នាយើងនៅក្នុង Discord ដែរដែលបានជួយមក farm ខ្ញុំគាត់ឈ្មោះឡុងបាទនេះបងឡុងស្មោះស្នេហ៍យើងនឹងគ្នាយើងហើយថ្ងៃនេះអ្នកទាំងអស់គ្នាអាចមើលបានខ្ញុំបានស្ដាច់សមោចមួយនឹងរ៉េង S ច្រើនទៀតហើយខ្ញុំពិតជាអរគុណទៅកាន់ Pro Long មែនទែនបាទគាត់ជួយ farm ខ្ញុំចង់1ម៉ោងជាងហ្នឹងហើយនេះយើងវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរជួបគ្នាវីដេអូក្រោយនេះយើងវីដេអូក្រោយដឹងតែអ៊ូអរហើយ